សូរិយារៀបអស់ស្ដង់គុតលានុភេលីបន្សល់ទុកត្រឹមពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបាននឹងលោហិតដែលកំពុងលាបពណ៌នៅលើកំពូលភ្នំស្ពង់ឲ្យមើលទៅកាន់តែមានភាពស្រងេះស្រងោចនិងបង្កប់នៅអាត់កំបាំងគូឲ្យព្រឺព្រួយទីនេះជាតំបន់ព្រៃជ្រៅដាច់ស្រយាលមួយដែលអ្នកស្រុកតែងតែលាក់ភាពភ័យខ្លាចក្នុងក្រសៅភ្នែកគេតែងតែដំណើរថាឲ្យតែព្រះអាទិត្យលិចបាត់ពីចុងស្មៅទៅភ្នំស្ពង់លែងជាភ្នំរបស់មនុស្សលោកទៀតហើយក៏ប៉ុន្តែវាជាអាណាចក្ររបស់អមនុស្សនិងវិញ្ញាណក្ខន្ធដែលជាប់កម្មពីដល់ខ្លួនមិនរួចតាំងពីបុរាណកាលមកច័ន្ទមុនីជាកំឡោះអាយុ20ប្លាយជាអ្នកស្រាវជ្រាវបុរាណវិទ្យានិងអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រគាត់បានឈានជើងមកជាន់នៅលើភ្នំស្ពង់មួយនេះដោយពុំខ្វល់ពីការព្រមមានដាច់ខាតរបស់អ្នកភូមិឡើយអ្វីដែលរុញច្រានឲ្យគាត់ហ៊ានបដូរជីវិតចូលមកបោះតង់នៅកណ្ដាលព្រៃស្ងាត់ជ្រងំនេះតែម្នាក់ឯងគឺដោយសារតែរាល់ពេលគាត់គេជារៀងរាល់យប់តែងតែសុបិនឃើញនារីម្នាក់ក្រងសម្លៀកបំពាក់ហូលផាមួងសម័យលង្វែកកំពុងតែយំសោកបោកខ្លួនក្បែរគុំផ្កាកុលាបក្រហមមួយតងនៅក្រោមដើមជ្រៃដ៏ធំមួយទឹកភ្នែករបស់នាងលាយឡំដោយដំណក់ឈាមហើយរាល់ពេលដែលនាងងាកមកមើលគាត់នាងតែងតែពោលពាក្យមួយឃ្លាថាម្ចាស់បងហេតុអ្វីបងទុកអូនចោលឲ្យរងាឯកានៅកណ្ដាលព្រៃស្ងាត់យ៉ាងនេះសំឡេងនោះវាដាក់ជាប់នៅក្នុងក្រអៅបេះដូងធ្វើឲ្យមុនីឈឺចាប់ជុកណែនក្នុងទ្រូងដោយគ្មានមូលហេតុហាក់បីដូចជានិស្ស័យកម្មសង្សារវដ្តចងភ្ជាប់គេនឹងទីនេះតាំងពីអតីតជាតិមកម្ល៉េះស្បៃរាត្រីចាប់ផ្ដើមទម្លាក់ខ្លួនគ្របដណ្ដប់ព្រៃព្រឹក្សាអពពសក្បោក៏ចាប់ផ្ដើមហុយឡើងពីជ្រលងបាត់ភ្នំលូនកាត់តាមប្រឡោះដើមឈើធំធំប្រៀបបានទៅនឹងសម្ពុតពណ៌សរុំសាកសពដែលកំពុងអណ្ដែតវិលវល់រកទីពឹងគ្មានសូរស័ព្ទសត្វរាត្រីសត្វរៃនិងចង្រិតចាប់ផ្ដើមយំឆ្លើយឆ្លងគ្នាក្រលួចកាត់ផ្ដាច់ភាពស្ងប់ស្ងាត់ហាក់ដូចនឹងកំពុងប្រគំភ្លេងមហោរីកំដរប្រលឹងអនាថាជួនកាលមានសំឡេងសត្វទីទុយយំសំឡឹងចុះពីលើមែកឈើជាប្រភ្នូលអាក្រក់គួរឲ្យព្រឺសម្បល់ខ្ញាក់ខ្ញាក់ច័ន្ទមុនីអង្គុយនៅក្នុងតង់តូចមួយក្បែរគល់ជ្រៃមានទំហំ5អោបទីនោះគឺជាទីតាំងដែលសង្ស័យថាជាអតីតប្រាសាទបែកបាក់មួយកន្លែងតាមទំនៀមទម្លាប់ខ្មែរទោះបីជាគេនោះរៀនសូត្របានពងពោះយ៉ាងណាក៏ដោយក៏មិនភ្លេចគុណម្ចាស់ទឹកម្ចាស់ដីឡើយបុរសកំឡោះបានរៀបចំបាយសីតូចមួយមានស្លាធម៌ដូងឡៅនិងធូប5សរសៃដោតនៅលើគល់ឈើដើម្បីសុំសេចក្តីសុខអោព្រះភូមិទេវតាម្ចាស់ទឹកម្ចាស់ដីរុក្ខទេវតាដែលជាទីសក្ការៈនៅក្នុងភូមិស្ពង់នេះកូនចៅមកទីនេះពុំមានបំណងប្រមាថកាប់ទានឡើយគឺគ្រាន់តែចង់ស្វែងយល់ពីការពិតនៃប្រវត្តិសាស្ត្រនិងដោះស្រាយអាចកំបាំងនៅក្នុងនិមិត្តរបស់កូនចៅតែប៉ុណ្ណោះសូមព្រះបារមីតាមថែរក្សាកូនចៅផងទើបតែពោលចប់មិនទាន់បានប៉ុន្មានដង្ហើមផងស្រាប់តែមានខ្យល់បក់គួចយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើជ្រុះរយរាយពេញដីភ្លើងទៀនដែលកំពុងឆេះភ្លឺរឹមរឹមស្រាប់តែរលត់ភ្លឹបបន្សល់ត្រឹមតែផ្សែងពណ៌ខ្មៅ
អ្វីដែលចម្លែកនោះគឺផ្សែងធូបទាំង5សរសៃមិនបានហោះឡើងទៅលើវេហាទេប៉ុន្តែវាបែរជាហុយហោះឆ្ពោះទម្រង់ទៅគំនរសិលាបាក់បែកមួយកន្លែងនៅក្បែរនោះរំពេចនោះក៏មានក្លិនក្រអូបឈ្ងុយឈ្ងប់នៃផ្កាកុលាបបានសាយភាយឡើងកាត់តាមជំនោរខ្យល់ត្រជាក់ស្រេបវាជារឿងខុសប្រក្រតីបំផុតដែលមានក្លិនផ្កាកុលាបកណ្ដាលព្រៃជ្រៅនារដូវកាយប្រាំងបែបនេះក្លិននោះមិនមែនត្រឹមតែក្រអូបទេតែវាបង្កប់នូវភាពស្រងេះស្រងោចកំសត់និងតាក់ទាញអារម្មណ៍អ្នកហិតក្លិននោះឲ្យលងលក់ក្នុងមុនសន្តំច័ន្ទមុនីស្រាប់តែព្រឺសម្បុរពេញរាងកាយបេះដូងលុតខុសចង្វាក់ឈាមនៅក្នុងខ្លួនហាក់ត្រជាក់កកតែម្ដងសំឡេងកងជើងមាសប៉ះទង្គិចគ្នាស្រាលស្រាលបញ្ចេញពីគំនរថ្មប្រាសាទសំឡេងនោះស្ដាប់ទៅហាក់នៅឆ្ងាយតែស្រាប់តែមកលើក្បែរត្រចៀកនឹងធ្វើឲ្យមុនីងាកឆ្វេងងាកស្ដាំទាំងភ័យរន្ធត់ពន្លឺព្រះច័ន្ទពេញបរមីបានបញ្ចាំងកាត់ស្រមោលស្លឹកឈើបង្ហាញឲ្យឃើញរូបរាងស្រមោលខ្មៅស្ដើងមួយកំពុងឈរចប់ពីមុខរូបអប្សរាបាក់កនៅទីនោះដោយកម្លាំងអាចកំបាំងបានរុញច្រានច័ន្ទមុនីបានទាញពិលបោះជំហានយឺតដើរតាមក្លិនផ្កាកុលាបនោះពេលទៅដល់គំនរសិលាគេពុំឃើញស្រមោលនរណាម្នាក់នៅទីនោះឡើយតែអ្វីដែលធ្វើឲ្យគេបានបើកភ្នែកធំគឺនៅលើគំនរសិលាចារឹកដែលប្រឡាក់ទៅដោយស្លែបៃតងគឺមានដុំផ្កាកុលាបមួយដងយ៉ាងក្រហមឆ្អិនឆ្អែតដែលកំពុងរីកស្គុះស្គាយយ៉ាងស្រស់បំព្រងវាមិនមានដើមមិនមានឫសប៉ុន្តែវាដុះចេញពីចន្លោះប្រហោងសិលានោះដោយផ្ទាល់មុនីបានលូកដៃទាំងញ័រទៅប៉ះសតបផ្កានោះសតបផ្កានោះពិតជាត្រជាក់ខ្លាំងណាស់ត្រជាក់ដូចទឹកកកអញ្ចឹងភ្លាមនោះមានខ្យល់ដង្ហើមត្រជាក់ស្រេបមួយបានប៉ះនឹងកញ្ចឹងកគេពីក្រោយព្រមទាំងសំឡេងខ្សឹបស្រទន់ថា100ឆ្នាំនៃការពន្លត់សង្ខារទូលបង្គំរងចាំព្រះអង្គរហូតហូរទឹកភ្នែកខ្លាចជាជាងទីបំផុតម្ចាស់បងពិតជាត្រឡប់តាមពាក្យសច្ចៈមែនមុនីព្យាយាមងាកក្រោយតែរាងកាយរបស់គេហាក់ដូចជាមានអ្វីមួយសង្កាត់ឲ្យជាប់រឹងស្ដោកតែម្ដងកែវភ្នែករបស់គេបានត្រឹមតែសម្លឹងមើលស្រមោលដៃស្រលូនសោះក្បោះមួយលុកស្ទាបដើមទ្រូងរបស់គេពីខាងក្រោយឯក្លិនផ្កាកុលាបកាន់តែក្រអូបឈ្ងុយឈ្ងប់រហូតធ្វើឲ្យគេស្ទើរតែថប់ដង្ហើមទីនេះមិនមែនជាកន្លែងរបស់មនុស្សទេហើយវិញ្ញាណដែលដេកយាមនៅក្នុងភ្នំស្ពង់នេះបានរកឃើញមនុស្សដែលនាងកំពុងតែរងចាំហើយ